Hello ក៏ដូចជា First Day អ្នកលេង File Pip ទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកបង្រៀនអ្នកទាំងអស់គ្នាពីរបៀបយកដៃរបស់ Madara ដែលមានឈ្មោះថា Strongest Shinobi អ្នកទាំងអស់គ្នាជាដំបូងមុននឹងអ្នកទាំងអស់គ្នាបានដៃ Madara អ្នកទាំងអស់គ្នាត្រូវធ្វើ quest ជាមុន Fan សម្រាប់ quest ទី1គឺអ្នកទាំងអស់គ្នាត្រូវសម្រាប់ Madara ដែលនៅកោះNinja Eye Flare នៅបាន100ដងអ្នកទាំងអស់គ្នាក្នុងចំណោមពេលអ្នកទាំងអស់គ្នាសម្រាប់ Madara នឹង1ទៅ100ដងហ្នឹងអ្នកទាំងអស់គ្នាអាចនឹងមានឱកាសមួយរឿងក៏អ្នកទាំងអស់គ្នាសំណាងអ្នកទាំងអស់គ្នាវាយតែម្ដងគឺអ្នកទាំងអស់គ្នាបាន title នឹងតែម្ដងអ្នកទាំងអស់គ្នាដែលមានឈ្មោះថា Battlefield Valor អ្នកទាំងអស់គ្នារួចហើយនៅពេលដែលអ្នកទាំងអស់គ្នាវាយបាន title នឹងអ្នកទាំងអស់គ្នាអត់រួចខ្លួនទេអ្នកទាំងអស់គ្នាត្រូវវាយឲ្យបាន item treatment ជា Monfen អ្នកទាំងអស់គ្នាដែលវាមានដូចជា3 Path Fragment 8 Eternal Core 18 Battle ហើយនិង15 Power Remnant អ្នកទាំងអស់គ្នារួចហើយនៅពេលដែលអ្នកទាំងអស់គ្នាបានទាំងអស់ដែលខ្ញុំនិយាយពីមុនហើយអ្នកទាំងអស់គ្នាអាចទៅទិញវាបានហើយឥឡូវនេះអ្នកទាំងអស់គ្នាមើលវីដេអូហ្នឹងទៅខ្ញុំក៏បានធ្វើការទិញដៃ Madara ហ្នឹងហើយវាលោតចូលហើយអ្នកទាំងអស់គ្នាឥឡូវនេះគឺខ្ញុំធ្វើការ showcase ឲ្យគ្នាយើងមើលចឹងគ្នាយើងណាដែលខ្ជិលធ្វើ quest ទី2អីអ្នកទាំងគ្នាអាចមករក item File Pip នៅខាងខ្ញុំបានណាព្រោះអីគឺខ្ញុំមានលក់ជា Fast Down item File Pip ក៏ដូចជា Clan Reroll Mythical Chef អីចឹង1000រៀលអីក៏ខ្ញុំលក់ដែរអ្នកទាំងគ្នានេះជា list សម្រាប់ឲ្យអ្នកទាំងគ្នាមើលចឹងយើងក៏មាន free farm level ឬក៏អ្វីៗតាក់ទងនឹង File Pip ទាំងអស់ហើយអ្នកទាំងគ្នាហើយនៅចុងក្រោយនេះអ្នកទាំងគ្នាចូលចិត្ត skill មួយណារបស់ Madara ជាងគេអ្នកទាំងគ្នាកុំភ្លេចជួយ comment នៅក្រោមវីដេអូនឹងផងហើយអ្នកទាំងគ្នាចង់ឲ្យខ្ញុំធ្វើពីរបៀបយក item អីគេទៀតអ្នកទាំងគ្នាកុំភ្លេច comment ផងបើមិនចឹងទេគឺខ្ញុំមិនដឹងថាគួរតែធ្វើយក item អីទេហើយចឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងទេបាយបាយមក